កន្លះថ្ងៃរបស់បងប្អូនគឺជាពេលវេលាជាមាសប្រាក់ដែលបងប្អូនទៅរកស៊ីដើម្បីបានប្រាក់មកគ្រប់គ្រងគ្រួសារប៉ុន្តែការចំណាយពេលវេលាដើម្បីកូននេះគឺរឹតតែសំខាន់ទៅទៀតជាពិសេសបងប្អូនប្រជាកសិករគឺរវល់ខ្លាំងត្រូវតែឆ្លៀតពេលវេលា1ម៉ោង2ម៉ោងដើម្បីប្រជុំជាមួយនឹងគ្រូបន្ទប់ថ្នាក់ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបងប្អូនសិស្សានុសិស្សទាំងអស់គ្នាជាទីគោរពរាប់អាននិងជាទីមេត្រីវីដេអូនេះខ្ញុំបានសូមចេញបន្តទៀតពាក្យពេញទៅនឹងឪពុកម្ដាយមានកាតព្វកិច្ចអ្វីខ្លះដើម្បីចូលរួមជាមួយសាលាមែនទែនទៅការចូលរួមប្រជុំនេះពិតជាសំខាន់ខ្លាំងណាស់ដោយមូលហេតុថានៅពេលដែលលោកឪពុកម្ដាយសិស្សានុសិស្សបានចូលរួមប្រជុំជាមួយសាលាក៏ដូចជាគ្រូបន្ទប់ថ្នាក់យើងនឹងបានដឹងព័ត៌មានជាច្រើនអំពីកូនរបស់យើងអំពីតម្រូវការផ្សេងឧទាហរណ៍ថាពេលដែលយើងប្រជុំយើងចែករំលែកឲ្យដឹងថាពាក់ព័ន្ធនឹងវិធីសាស្ត្រតាមដានកូនយ៉ាងម៉េចហើយការបង្កើតក្រុម Telegram ក៏ដូចជា Messenger ដើម្បីផ្ដល់នឹងទទួលព័ត៌មានទៅវិញទៅមកដូច្នេះសំខាន់ណាស់បងប្អូនទាំងអស់គ្នាខ្ញុំជឿជាក់ថាដំណាក់កាលនេះលោកឪពុកម្ដាយរវល់ជាពិសេសបងប្អូនប្រជាកសិករគឺរវល់ខ្លាំងអ្នករកស៊ីក៏រវល់មន្ត្រីរាជការក៏រវល់ដូចគ្នាដែរក៏ប៉ុន្តែសំខាន់ណាស់បងប្អូនត្រូវតែចូលរួមដើម្បីផ្ដល់ជាកម្លាំងចិត្តលើកទឹកចិត្តដល់កូនរបស់យើងអំពីការខ្វាយខ្វល់របស់យើងដែលសំខាន់យើងអាចបង្ងើយកន្តើយបានទេជាក់ស្ដែងមន្ត្រីរាជការក៏ដូចគ្នាដែរយើងអាចនិយាយថាខ្ញុំរវល់យើងអាចនិយាយរវល់បានទេត្រូវតែឆ្លៀតពេលវេលា1ម៉ោង2ម៉ោងដើម្បីប្រជុំជាមួយនឹងគ្រូបន្ទប់ថ្នាក់យើងត្រូវតែចំណាយពេលវេលាទោះបីថាកន្លះថ្ងៃក៏ដោយបងប្អូនទាំងអស់គ្នាខ្ញុំជឿជាក់ថាកន្លះថ្ងៃរបស់បងប្អូនគឺជាពេលវេលាជាមាសប្រាក់ដែលបងប្អូនទៅរកស៊ីដើម្បីបានប្រាក់មកគ្រប់គ្រងគ្រួសារប៉ុន្តែការចំណាយពេលវេលាដើម្បីកូននេះគឺរឹតតែសំខាន់ទៅទៀតបងប្អូនពិចារណាទៅមើលតើមួយឆ្នាំយើងជួបគ្នាប្រហែលដងបាទម្ដង2ដង3ដងបាទយើងគួរតែចំណាយដើម្បីកូនរបស់យើងបាទជាក់ស្ដែងនៅដើមឆ្នាំត្រូវធ្វើការបោះឆ្នោតជ្រើសរើសគណៈកម្មការថ្នាក់រៀននិងតម្រូវការផ្សេងទៅតាមលោកគ្រូអ្នកគ្រូបើជាបន្ថែមបងប្អូនទាំងអស់គ្នាក្រែងលោបងប្រុសបងស្រីលោកឪពុកម្ដាយដែលអត់បានចូលរួមប្រជុំអាចតាក់ទងជាមួយនាយកសាលាដើម្បីបានដឹងព័ត៌មានក្រែងលោយើងអត់ទាន់ដឹងគ្រូបន្ទប់ថ្នាក់របស់កូនយើងកុំឲ្យសោះថារបៀបកូនមករៀនមួយឆ្នាំហើយថាអត់ដឹងថារៀនជាមួយនឹងលោកគ្រូណាអត់ដឹងថាកូនរៀនថ្នាក់ទីប្រមាណថ្នាក់ទី1ទី1កថ្នាក់ទី7 7កទី9កទី10ក 10A 10B 11A 11B ជាដើមទៅបងប្អូនត្រូវតែដឹងព័ត៌មាននេះសំខាន់អរគុណ